ធ្វើការក្រាញទៅលើ item របស់យើងចឹងជាក់ស្ដែងយើងត្រូវការ sugar cane ដើម្បីយើងធ្វើសភៅទុក trade ជាមួយ villager អស់យើងទៅ roll 1ដោយសារជាក់ស្ដែង level របស់យើងគឺ39ទេចឹងយើងអាច update ក្រាញធัวរបស់យើងមិនអស់ទេចឹងយើងត្រូវការ level យើងត្រូវការemerald អូខេតោះយើងទៅរក item ទាំងអស់ហ្នឹងសិនអូខេអ្នកនរនេះឥឡូវយើងតោះចាប់ផ្ដើមមករកវ៉ាន់ទៅនេះគេហៅclay yeah this is clay ហ្នឹងហើយយើងត្រូវការយក clay ទៅដើម្បីយើងយកទៅ trade ជាមួយនឹង villager ដើម្បីយើងបាន emerald ដោយសារតំបន់ដបចឹងយើងដឹងធ្វើ farm អីកើតទេចាំមានដើរជីក clay ហ្នឹងទៅបី clay ហ្នឹងវាមានច្រើនដែរនៅតាមមាត់ទឹកចឹងតោះ let's go គេទាំងអស់គ្នាឥឡូវយើងកាប់បានប៉ុណ្នេះអស់ឥឡូវយើងទៅ trade ជាមួយនឹង villager តិចថាយើងបានemerald ប្រមាណហើយ experience របស់យើងបានប្រមាណអូខេ let's go គេទាំងអស់គ្នាឥឡូវយើងមកដល់កន្លែង villager វិញឯងតោះយើងទៅរក villager សម្រាប់ trade trade clay ហ្នឹងនេះដូចជា villager នេះអូខេយើងលក់ឲ្យវាទៅអូខេចឹងយើងទទួលបាន16 emerald យើងលក់ទៀតអូខេតោះឥឡូវយើងចុះមកដល់ខាងនេះដោយសារយើងមាន emerald រៀងច្រើនគួរសមដែរហើយបូករួមជាមួយនឹង level របស់យើងគឺ level 45តោះយើងទៅមើល trade មួយ villager តិចអូខេដល់ next set torch តើមកខាងនេះទេខ្ញុំបិទ villager មួយបាត់ហើយហើយនេះជាអ្វីដែលយើងចង់បានអញ្ចឹងពីពេលចឹង C5 ចាហ្នឹងយើងទិញ160 emerald យើងទិញ2មកយើងដាក់នៅលើ pickaxe មួយហើយដាក់លើប៉ែឬក៏ដាក់លើបថៅខ្ញុំប្រហែលជាដាក់លើបថៅមកនេះប៉ុន្តែយើងដូចជានៅខ្វះមួយទៀតយើងត្រូវការរក unbreaking អូខេឥឡូវគោលដៅរបស់យើងគឺធ្វើម៉េចរកunbreaking អូខេតោះតែណាអត់ធ្វើការនេះចង់វាអត់ត្រូវទេអឺ power 5 it's good but វាអត់ធ្វើការទេគួរទៅយកអត់ទេ unbreaking នេះវាជា unbreaking 2អញ្ចឹងវាអត់ដល់ពី level ទេunbreaking 2វាជាចាំយក unbreaking 3ហ្មងទៅឆ្នៃពេលយូរឯងប៉ុន្តែអត់ទាន់បានរកឃើញ villager ដែលគាត់លក់ unbreaking ទេអញ្ចឹងអានោះថាយើងគួរទៅបន្តคลิปទៀតឬក៏យ៉ាងម៉េចដែរអ្នកទាំងអស់គ្នាចង់2ម៉ោងឯរកអត់បានអូខេខ្ញុំត្រូវការ unbreaking ខ្ញុំត្រូវការ unbreaking ឲ្យ unbreaking មកខ្ញុំឲ្យ unbreaking មកខ្ញុំអើយមិនងាប់ឡោខ្ញុំមិនត្រូវការ looting ទេខ្ញុំត្រូវការ unbreaking density ក៏អត់ត្រូវការដែរព្រោះអត់ទាន់មានមេះទេ
ទីបំផុតអូព្រះជាម្ចាស់ Unbreaking 3គេឥឡូវយើងយក1 2ហើយពេលតានេះណាលោកម្ចាស់អើយគាត់ទៅចំណាយពេលរក Unbreaking ឡើង2ម៉ោងជាងតែឥឡូវយើងបានហើយចឹងយើងសាកទៅ Enchant ទាំងអស់គ្នាមកយើងជំទាន់ត្រូវការពេល Emergency 2 Unbreaking មាន2ពេលទុកសិនយើងត្រូវការ Sharpness Mending មួយទៀតចឹងមាន Mending Efficiency 5 Unbreaking ហើយនឹង Sharpness យើង Enchant បន្ថែមមុនមកទៅអូខេតោះត្បូងយើងដាក់បន្ថែម Demon ហើយបន្ទាប់មកយើងដាក់គេបរិយាចាប់ណា5 level efficiency 5 level ដូចគ្នាហើយយើងយកនេះបូកជាមួយ Unbreaking ជាមួយនេះមក2 level ទៅមកចេះ2 level ហើយខាងក្រោយគឺឆាប់ណាស់អញ្ចឹងយើងបានទៅថៃមួយហើយយើងនៅសល់24 level ទៀតចឹងបន្តនេះយើងអែមដែរកាប់ឈើក៏បានកាប់លើក៏បាន Unbreaking Mending Efficiency 5ហើយនឹង Fortune ប៉ុន្តែនេះយើងត្រូវកាប់បូកជោគនេះដើម្បីយក level 3 Okay so let's go ចូលយើងដាក់ efficiency មកអស់5 level ហើយ Unbreaking Mending 2 level ទេបើហើយចុងក្រោយគឺ Fortune អញ្ចឹងយើងនៅខ្វះ level តិចទៀតអូខេ1 level ទៀតអញ្ចឹងយើងទៅលក់ item យក level បន្តិចសិនអញ្ចឹងឥឡូវយើងទៅបាន villager ថ្មីអានេះលក់ stick everything stick ឥឡូវយើងគ្រប់ level ហើយតោះយើង update ចុងក្រោយគេទៅអូខេឥឡូវយើងបានពីអីមានបន្ថែមហើយនឹង pickaxe អូខេតោះយើងនៅសល់ដូចជាដាវបែរនេះចិត្តបែកទៀតអូខេដោយសារយើងដូចជាអស់ diamond ឯង diamond សល់តែ3ទេអញ្ចឹងហើយជាទៅរកdiamond បន្ថែមសិនដើម្បីយើង upgrade ធួរបស់យើងបន្ថែមទៀតអូខេ let's go គេដល់នេះតោះដល់មកយើងបាននេះ let's go អូខេឥឡូវយើងបាន diamond តោះបាន8 diamond នៅសល់ទៀតជិះអស់មកនៅសល់ទៀតអត់អូខេអស់ហើយគេ diamond បានអូច្រើនเลยតា diamond នេះគេខ្ញុំបានជួប diamond ទៀតដែរ1 2 3 4 5 6បាន6 diamond ដែរ
bật lên xin nè 1 2 3 4 5 6 nè rồiយើងគិតទៅមុខទៀត ok nên tao này là anh cứ ta cron ấy ban mà stay hay là bị cron dương trên này pu đây còn làm bọng ô ban tập anh lắm thế là anh cứ ta ta lập được với nhé ok lại giờ bạn ta làm ở đó tiếp với nhé Kalau yang sering đánh một viên tốc thị sát và dân thơ thủ tịch đấy